នាមសាធារឬសាធារណនាមនាមគឺជាសម្ដីសម្គាល់មនុស្សសត្វរុក្ខជាតិទីកន្លែងឬវត្ថុអ្វីមួយនាមមានច្រើនប្រភេទក្នុងមេរៀននេះអ្នកនឹងបានសិក្សាអំពីនាមសាធារឬសាធារណនាមចូលអានដោយពិនិត្យពាក្យមានគំនុះពីក្រោមក្នុងល្បឿននីមួយៗ 1. កុមារីចូលចិត្តលេងត្រេះឯកុមារាចូលចិត្តលេងបាល់ទាត់ 2. ការលេងកីឡានាំឲ្យមានសុខភាពល្អ 3. សាលារៀននីមួយៗមានទីធ្លាសម្រាប់ហ្វឹកហាត់កីឡា 4. នាគ្រីវាយសីជាមួយបងប្រុសនាងក្រោមដើមឈើ 5. ស្វាទាំងនេះចេះសម្ដែងសៀករហស្សកម្មពាក្យកុមារីកុមារាកីឡាសាលារៀនដើមឈើស្វាសម្គាល់មនុស្សវត្ថុទីកន្លែងរុក្ខជាតិនិងសត្វទូទៅវាជានាមសាធារឬសាធារណនាមនាមសាធារគឺជានាមសម្គាល់មនុស្សសត្វរុក្ខជាតិទីកន្លែងវត្ថុទូទៅមិនចំពោះ